អ្នកទាំងអស់គ្នាខ្ញុំមានព័ត៌មានមួយចែកម្លែកវាបែបកំ pl ែងបន្តិចបែបហួសចិត្តបន្តិចណាស្ត្រីម្នាក់នៅប្រទេសថៃហ្នឹងគាត់ចង់បកគលខ្លួនប្រាណឲ្យអ្នកម៉ូតូដប់ចំនួនឲ្យថ្លៃធ្វើដំណើរ40 បាតតែអ្នកម៉ូតូដប់ហ្នឹងមិនព្រមក៏តែទៅប្តឹងសមត្ថកិច្ចអញ្ចឹងណានារីវ័យ23ឆ្នាំម្នាក់ស្នើសុំបកគលខ្លួនប្រាណឲ្យអ្នកបើកបរម៉ូតូដប់ចំនួនឲ្យថ្លៃធ្វើដំណើរចំនួន40 បាតប៉ុន្តែត្រូវអ្នកបើកបរម៉ូតូមិនព្រមក៏បានទូរស័ព្ទទៅប្តឹងសមត្ថកិច្ចឲ្យមកជួយដោះស្រាយហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង 7:30 នាទីយប់ថ្ងៃទី26 ខែមិថុនានៅម្ដុំបន្ទប់ជួលមួយកន្លែងស្ថិតនៅលើផ្លូវសយកំណានក្រុងឧត្តរធានីអ្នករត់ម៉ូតូដប់វ័យ23ឆ្នាំហ្នឹងគាត់បានប្រាប់ទៅកាន់សមត្ថកិច្ចថាស្ត្រីអ្នកដំណើររូបនោះមិនព្រមឲ្យលុយថ្លៃធ្វើដំណើរចំនួន40 បាតទេដោយលបងគាត់ឲ្យចូលទៅក្នុងបន្ទប់របស់នាងដោយនឹងបកគលខ្លួនប្រាណដើម្បីដោះដូរថ្លៃជិះម៉ូតូមុនហ្នឹងមុនពេលសមត្ថកិច្ចទៅដល់ហ្នឹងក៏មានបរិសម្នាក់ទៀតចេញពីក្នុងបន្ទប់មកហើយក៏បាញ់លុយចំនួន40 បាតហ្នឹងចំនួនម្នាក់ស្រីហ្នឹងតាមកុងធនាគារហើយនៅពេលដែលសមត្ថកិច្ចមកដល់ម្នាក់ប្រុសដែលចេញពីបន្ទប់អាយុ29ឆ្នាំហ្នឹងក៏អះអាងថាគាត់អត់បានស្គាល់ស្ត្រីម្នាក់ហ្នឹងទេប៉ុន្តែគាត់កាលពីមួយខែមុនគាត់គ្រាន់តែអាសាឃើញម្នាក់ស្ត្រីហ្នឹងមកលេងនៅម្ដុំផ្ទះនឹងជាញឹកញាប់ហើយសុំអ្នកក្បែរនោះឲ្យជួយរកម៉ូតូដប់ឲ្យនាងម្នាក់ប្រុសដែលចេញពីបន្ទប់មុនហ្នឹងគាត់និយាយថាគាត់ជួយហៅម៉ូតូដប់ឲ្យនាងឲ្យលើកហ្នឹងគាត់អាណិតនាងក៏ជួយចេញលុយជំនួសឲ្យម្ដងទៅគាត់បន្ថែមថាគាត់មិនឲ្យនាងចូលមកក្នុងបន្ទប់ទេគាត់ប្រាប់ថាមិនឲ្យនាងចូលមកក្នុងបន្ទប់ទេតែនាងនៅតែចូលមកហើយគាត់បន្ថែមថាបច្ចុប្បន្នហ្នឹងគាត់មានប្រពន្ធកំពុងបពុះនៅឯខេត្តនងខៃហើយគាត់បានប្រាប់ទៅម្នាក់នឹងថាទង្វើរបស់ម្នាក់នឹងអាចធ្វើឲ្យគាត់មានបញ្ហាហើយគាត់បញ្ជាក់ដែរថាគាត់គ្រាន់តែជួយចេញលុយឲ្យជំនួសតែប៉ុណ្្នឹងទេប៉ុន្តែអត់មានអ្វីផ្សេងលើសពីនឹងឡើយហើយដោយឡែកម្នាក់ស្ត្រីដែលអត់ឲ្យលុយថ្លៃម៉ូតូដប់ហ្នឹងបានសារភាពទៅកាន់សមត្ថកិច្ចថានាងបានសុំឲ្យអ្នករត់ម៉ូតូដប់ហ្នឹងចូលទៅក្នុងបន្ទប់នោះមែនដោយនាងគ្រាន់តែអាងថាអូនាងនៅលាវនាងអបសុកដូចនេះហើយនាងចង់មានអ្នកជជែកលេងជាមួយនិងកាត់បន្ថយភាពឯកោរបស់នាងតែប៉ុណ្ណោះបន្ថែមពីនេះនាងបានបដិសេធថានាងមិនបានប្រើប្រាស់ឬផ្ដល់ថ្នាំញៀនអ្វីឡើយជាចុងក្រោយមន្ត្រីនគរបាលបាននាំនារីខាងលើនោះទៅកាន់កន្លែងរស់នៅរបស់នាងដោយបានជួបជីដូនវ័យ72ឆ្នាំរបស់នាងលោកយីបានបញ្ជាក់ថាចៅស្រីរូបនោះធ្លាប់មានប្រវត្តិប្រើប្រាស់គ្រឿងញៀនរហូតឲ្យនាំមានបញ្ហាផ្លូវចិត្តតែម្ដងជារឿយៗនាងតែងតែចេញពីផ្ទះនៅពេលយប់ហើយជិះម៉ូតូដប់ដោយមិនមានលុយជាប់ខ្លួនលោកយាយបានសុំឲ្យសមត្ថកិច្ចជួយយកនាងទៅព្យាបាលផងដោយសារតែស្ថានភាពនាងមិនធ្ងន់ធ្ងរនោះទេដូចនេះសមត្ថកិច្ចក៏បាននាំឲ្យគ្រួសារយកនាងទៅព្យាបាលនៅមន្ទីរពេទ្យតាមម៉ោងធ្វើការធម្មតាទៅចោះទៅមានអារម្មណ៍ថាវាហួសចិត្តណាពេលអានដំបូងហួសចិត្តដល់ពេលអានចប់ទៅក៏វាដូចមិនអស់ចិត្តដដែលចឹងតែអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះអត្ថបទមួយនេះប្លែកអត់ស្វែងខ្ញុំប្លែកតាអូខេសូមអរគុណសូមជម្រាបលាជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ